បាទគោរពជំរាបសួរបងប្អូនបាទថ្ងៃនេះសូមមកបង្ហាញបាទនៅការដាំដូងឬធ្វើដំណាំដូងបាទហើយសម្រាប់ការធ្វើដំណាំដូងនេះគឺខ្ញុំដូងរបស់ខ្ញុំនេះរយៈពេលដែលខ្ញុំដាំមកនេះគឺជិត2ឆ្នាំហើយបងប្អូនបាទដូងនេះបាទ1ឆ្នាំជិត2ឆ្នាំហើយក៏ដល់ដាច់ឆ្នាំនេះបាន2ឆ្នាំបាទហើយដូងនេះខ្ញុំដាំនេះខ្ញុំមានលក្ខណៈបច្ចេកទេសខ្ញុំមើលតាមបងប្អូនគាត់ចែករំលែកមុនណាបងប្អូនមើលទៅឲ្យថតចែកចាយជូនបងប្អូនមើលទស្សនាដែរបាទហើយបត់ផ្សោតខ្លះក៏ខ្ញុំមើលគេហើយបងប្អូនខ្លះមិនតាន់យល់ទៅបើអាចមើលរបស់ខ្ញុំទៅក៏ចេះបាទនៅការថែទាំក៏ដូចជាការប្រើប្រាស់ថ្នាំផ្សេងបាទហើយថ្ងៃនេះសូមចែករំលែកនៅការដាំដូងលូតលាស់លឿនតើយើងត្រូវធ្វើដូចម្ដេចហើយមួយទៀតចាំមើលវីដេអូមួយទៀតខ្ញុំនឹងចែករំលែកនៅដូងខ្ញុំដាំតាណាគ្នាដែរតែការលូតលាស់ខុសគ្នាពីដូងមួយនេះបងប្អូនបាទហើយដូងប្រភេទនេះខ្ញុំដាំជាដំបូងខ្ញុំកាប់ដៅ1ម៉ែត្រជម្រៅកន្លះម៉ែត្រហើយខ្ញុំក៏នឹងដោយសារខ្ញុំដាំខែប្រាំងអញ្ចឹងខ្ញុំបានប្រមូលនៅជីកំប៉ុស្តបងប្អូនជីកំប៉ុស្តមិនមែនអីច្រើននេះក៏ជីវាថាស្លឹកឈើសម្រាមអីដែលយើងដុតយើងអីហើយมันមានអីថ្មមិនមានអីហ្នឹងយើងយកទៅដាក់ក្នុងរណ្ដៅហ្នឹងចោលកប់វាចោលរយៈពេល2អាទិត្យឬក៏កន្លះខែបានខ្ញុំចាប់ផ្ដើមដាំដូងនេះហើយខ្ញុំដាក់ពីលើទៅហើយបានដូងហ្នឹងបានវាលូតលាស់បានលឿនបងប្អូនបាទហើយដូងរបស់ខ្ញុំនេះខ្ញុំដាំក្រោមនេះខ្ញុំដាំ5ម៉ែត្រ1 5ម៉ែត្រ1បងប្អូនបាទឬដល់រៀងធំអញ្ចឹងទៅវារៀងញឹកបណ្ដោយតាមពិតបើយើងដាំដីយើងច្រើនវាអាច6ទៅទ្រូង7ទៅបាទតែនេះដោយសារខ្ញុំដាំដំណាំផ្សេងទៀតដូចជានៅក្នុងដីរបស់ខ្ញុំមានដូងមានបឺមានសាវម៉ាវអីហ្នឹងបងប្អូនបាទលាយគ្នាចម្រុះបាទហើយដល់ពេលប្រមូលផលទាំងអស់គ្នាតែម្ដងហើយថ្ងៃនេះខ្ញុំចែករំលែកពីការតែងវាដើម្បីធ្វើយ៉ាងណាឲ្យវារីកគល់បានលឿនបងប្អូនឃើញទេដូង2ឆ្នាំយើងអាសាជាពិសេសយើងអាសាតែងវាហែកនៅស្បៃគេហៅស្បៃដូងឲ្យវាកុំឲ្យរឹបបាទយើងអាសាមើលថែទៅលំអីក៏ដោយឲ្យតែយើងអាសាមើលថែវានឹងលូតលាស់បានលឿនបាទហើយយើងដាក់ជីដាក់ទឹកថ្នាំសម្រាប់សត្វល្អិតផ្សេងសម្រាប់ឲ្យដូងយើងលូតលាស់បានល្អហើយពីមុនខ្ញុំដាំដូចគេដូចឯងថាដាំដូចចាស់បុរាណថាដាក់ទៅដូងទៅដាក់ទៅវាដុះហើយវានឹងផ្លែដល់មានអីដល់យើងគិតថាអញ្ចឹងវាអត់លូតលាស់ទេបងប្អូនគេថាតាមដំណើរអញ្ចឹងដូងវាថារយៈពេល3ឆ្នាំផ្លែឬក៏2ឆ្នាំកន្លះផ្លែទៅជា4ឆ្នាំអីចឹងទៅតែដូងនេះខ្ញុំសង្ឃឹមថាប្រហែលជាឆ្នាំក្រោយវានឹងអាចឡើងបានមកគល់ទៀតនឹងឡើងអាចមានខ្ពស់ខ្លះបាទឆ្នាំក្រោយបងប្អូនឃើញជាក់ស្ដែងហ្នឹងដើមខ្លះក៏រីកគល់ធំបាទហើយតែពិតគល់វានៅខាងក្រោមទេបងប្អូនដោយសារនេះខ្ញុំអាសាតែងវាដោយសារតែងខ្ញុំកាប់ដីកប់គល់បាទកប់គល់2 ខែខ្ញុំកប់បន្តិច2 ខែអញ្ចឹងខ្ញុំកប់បន្តិចទៅដល់អញ្ចឹងវាចាប់ដើមឡើងគល់លឿនបាទវាឡើងគល់ទៅវាចាប់ដើមឲ្យផលបាទព្រោះដោយសារនេះខ្ញុំមើលតាមបច្ចេកទេសបងប្អូនចែករំលែកនៅក្នុងYouTube Facebook TikTok អីគាត់មានពេលយើងចេះតែមើលទៅហើយយើងមកចែករំលែកតគ្នាបាទបងប្អូនខ្លះក៏មិនទាន់ចេះទៅហើយបងប្អូនខ្លះក៏ចេះក៏គាត់អាចមើលយើងបន្ថែមតទៀតគ្នាអញ្ចឹងទៅបាទចែករំលែកតគ្នាបាទបងប្អូនបាទអរគុណហើយបងប្អូនឃើញដៃខ្ញុំមានកបិតមួយទៅស្បៃតែកបិតហ្នឹងខ្ញុំទិញគេមកដែរដល់ឥឡូវជាបានតែប្រហែលដល់សារសំលៀងមកឥឡូវរើលមុខបាទហើយបងប្អូនដែលមើលដល់មានដឹងថាប្រភពកបិតដែលជានេះរបៀបម៉េចចង់ឲ្យបងប្អូនឆាតនៅខាងក្រោមបាទបើមានតាក់ទងខ្ញុំចង់ទិញបាន1 2បាទសម្រាប់ទុកតែងដូងនេះផងដែរបងប្អូន
នេះខ្ញុំដាក់វីដេអូរៀងញាប់តិចបងប្អូនបានតែសារវីដេអូយើងរៀងពេញដែរអញ្ចឹងក៏យើងចែកចម្លែកឲ្យរៀងលឿនតិចបាទព្រោះនាទីមានកំណត់បងប្អូនបាទហើយសម្រាប់នេះខ្ញុំពីមុនខ្ញុំមិនដែលសូវជាហ្នឹងទេបងប្អូនបាទដោយសារយើងជាស្បែកជាអីហាយធៀងជន់ធៀងវាឲ្យខ្លាំងចឹងមកគឺយើងស្រួលនៅដាក់ប្រភេទថ្នាំបងប្អូនបាទថ្នាំដាក់ជីអីស្រួលបាទស្រឡះចឹងមកឧទាហរណ៍ថាយើងធ្វើស្រឡះលើគល់ចេះយើងជះជីមកវាស្មៅវាអត់ស៊ីទេអត់លុបទេដោយសារឬដូងយើងវានៅលើនឹងបើដែរបងប្អូនបាទតែបើយើងទុកស្មៅរុំចិត្តហើយយើងជះជីបាញ់ថ្នាំមានសត្វល្អិតក៏វាចូលជីនឹងហើយនឹងថ្នាំក៏មិនចូលទៅដល់សម្រាប់សត្វល្អិតនឹងបានដែរបងប្អូនបាទដោយសារស្មៅរុំអស់ហើយយើងធ្វើឲ្យស្រឡះគល់អញ្ចឹងមកគឺវាទី1វាមានដូងយើងមើលទៅស្អាតហ្មងបាទវាមានថាដូចមនុស្សយើងអញ្ចឹងបងប្អូនបាទតែរៀងធ្វើត្រេកតាទៅដូចវាអត់មានកម្លាំងមានកំហែងអញ្ចឹងតែដល់យើងបានរៀបចំវាធ្វើវាឲ្យបានល្អទៅមើលទៅដូចកម្លាំងតែម្ដងបាទនេះដូងទៅដំណាំរយៈពេលប្រជុំមុនប្រជុំនេះបងប្អូនឥឡូវឃើញថាព្រឹសមកហើយដោយសារខ្ញុំអាសាដាក់ទឹកផងហើយទី1ខ្ញុំដាក់ជីយើងធ្វើយ៉ាងណាដូងទូចនៅពេលនៅខ្លួនទូចគឺយើងត្រូវការបំពន់គាត់ឲ្យខ្លាំងដើម្បីឲ្យមានឫសរបស់គាត់ហ្នឹងឲ្យចាក់ឫសបានជ្រៅហើយគាត់មានកម្លាំងតាំងពីក្មេងទៅឧទាហរណ៍ថាដល់ពេលតដូងពីក្មេងយើងអត់បានបំពន់គាត់ឲ្យមានកម្លាំងខ្លាំងលូតលាស់បានលឿនហើយដល់ធំហើយបានយើងដាក់គាត់ក៏គាត់ដូងនេះក៏ប្រភេទដំណាំនេះក៏វាស៊ីមិនសូវល្អដែរបងប្អូនបាទអញ្ចឹងយើងត្រូវថែទាំគាត់តាំងពីទូចរហូតដល់ធំបាទធ្វើយ៉ាងណាឲ្យគាត់មានកម្លាំងឲ្យខ្លាំងហើយបានយើងចេះទៅបានទទួលបានទិន្នផលលឿនបាទហើយដោយសារថ្ងៃនេះខ្ញុំទំនេរពីការងារទៅក៏ឆ្លៀតបាទមានអ្វីដែលយើងធ្វើមិនបានទេបងប្អូនណាការងារច្រើនចំណាក៏យើងត្រូវតែឆ្លៀតបានយើងអាចជំនះនៅឧបសគ្គផ្សេងបានហើយដូងនេះខ្ញុំដាំ7-2 ឆ្នាំហើយបងប្អូនអញ្ចឹង7-2 ឆ្នាំហើយអាចឃើញថាឆ្នាំក្រោយ4-5 ខែ6-7 ខែទៀតខ្ញុំឃើញថាអាចវានឹងមានខ្ពស់ខ្លះលោតចេញមកបាទយើងដាំដំណាំដូចយើងសំលុយដែរបងប្អូនបាទអ្វីក៏ដោយយើងដាំថាមួយឆ្នាំ2 ឆ្នាំប្រហែលឆ្នាំក្រោយវាអាចនឹងបានខ្លះយើងគាត់តែចាយតេដូចដូងនៅមុខផ្ទះរបស់ខ្ញុំចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញដូងដូចមុខផ្ទះខ្ញុំដែរឲ្យបងប្អូនទស្សនាបាទដោយសារដូងនៅមុខផ្ទះខ្ញុំផ្លែខ្លាំងបងប្អូនតែប្រហែលដើមលក់មួយអាទិត្យកន្លះខែលក់បាន4-10 ម៉ឺនដែរបងប្អូនបាទហើយក្នុងមួយធ្លាយមិនតិចទេមួយធ្លាយចង់25 គ្រាប់ទៅ20 គ្រាប់បាទច្រើនណាស់តែធំច្រើនគ្រាប់ដែរតែធំបងប្អូនបាទនេះជាវីដេអូនេះរូបភាពដែលយើងបានសម្អាតគល់ក៏ដូចជាតែងនៅស្បែកដូងហើយជន់ធៀងអស់ទៅរឿងបងប្អូនមើលទៅឃើញតែភ្លឹងដែរបងប្អូនបាទអរគុណបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូការចែករំលែកនៅការដំណាំដាំដូងបាទអរគុណបងប្អូនបាទសុខសប្បាយ